អាជ្ញាធរស្រុកបន្លន់ដឹកនាំកម្លាំងចម្រុះបើកយុទ្ធនាការសម្អាតបរិស្ថានក្រោមមូលបត្រផ្លូវជាតិគ្មានសំរាមផ្លាស្ទិកនៅមុនពេលសង្ក្រាន្តឆ្នាំថ្មីចូលមកដល់នៅមុនសង្ក្រាន្តឆ្នាំថ្មីចូលមកដល់នោះអាជ្ញាធរស្រុកបន្លន់ដឹកនាំកម្លាំងចម្រុះមានមន្ត្រីរាជការជំនាញស្រុកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកលោកគ្រូអ្នកគ្រូសិស្សានុសិស្សដើម្បីបើកយុទ្ធនាការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវទីសាធារណៈក្រោមមូលបត្រផ្លូវជាតិគ្មានសំរាមផ្លាស្ទិកយុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះស្ថិតក្នុងគោលបំណងដើម្បីធ្វើការបណ្ដុះគំនិតដល់យុវជនឲ្យចេះស្រឡាញ់វិស័យបរិស្ថាននិងភាពស្អាតជានិច្ចប្រកបដោយផាសុកភាពសម្រាប់រស់នៅសុខដុមរមណីយកម្មល្អប្រសើរខណៈដែលក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ2023-2028ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាផងដែរយុទ្ធសាស្ត្រនេះបានតម្រង់ទិសនឹងចង្អុលបង្ហាញពីការលើកកម្ពស់កិច្ចគាំពារបរិស្ថានការការពារធនធានធម្មជាតិនិងការវិវត្តប្រកបដោយចីរភាពជាមួយនឹងសសរស្តម្ភចំនួន3គឺភាពស្អាតភាពបៃតងនិងចីរភាពដែលជាការចូលរួមចំណែកក្នុងវិស័យបរិស្ថានការលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យសុខភាពសាធារណៈនិងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តរ៍យុទ្ធនាការសម្អាតផ្លូវជាតិក្រោមមូលបត្រផ្លូវជាតិគ្មានសំរាមផ្លាស្ទិកក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងទីប្រជុំជននៅតាមបណ្ដាផ្លូវជាតិនៅទូទាំងប្រទេសឲ្យកាន់តែស្រស់ស្អាតមានអនាម័យនិងសណ្ដាប់ធ្នាប់ល្អដើម្បីជាភាពទាក់ទាញអ្នកវិនិយោគអ្នកទេសចរមកប្រទេសកម្ពុជាកាន់តែច្រើនឡើងពិសេសដើម្បីការរស់នៅប្រកបដោយផាសុកភាពនិងភាពស៊ីវិល័យបច្ចុប្បន្នទូទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងដែលប្រឈមនឹងជំងឺរាតត្បាតផ្សេងៗជាពិសេសជំងឺ COVID-19 ដែលកន្លងមកបានគំរាមកំហែងសុខភាពនិងអាយុជីវិតមនុស្សជាតិហើយបទពិសោធន៍ដែលយើងបានរៀនសូត្រពីជំងឺ COVID-19 គឺជាការចូលរួមថែរក្សាអនាម័យបរិស្ថានការរស់នៅស្អាតសុខភាពល្អនិងការបរិភោគអាហារដែលមានសុខភាពក្នុងនោះរដ្ឋបាលស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋក្មួយសិស្សានុសិស្សទាំងអស់បើទោះបីជានៅសាលារៀនក្តីនៅផ្ទះឬសហគមន៍ឬនៅតាមទីសាធារណៈក្តីសូមនាំគ្នាសម្អាតអនាម័យបរិស្ថានឲ្យបានស្អាតនិងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដើម្បីធ្វើការផ្លាស់ប្ដូរឥរិយាបថផ្នត់គំនិតទម្លាប់អាក្រក់ដែលចោលសម្រាមជាសំណល់រាវរឹងនិងថង់ប្លាស្ទិកគ្មានសណ្ដាប់ធ្នាប់ពីវាពីកាលនៅតាមទីប្រជុំជនសំណង់ទ្វារទឹកអូស្ទឹងឲ្យមកចេះញែកការវេចខ្ចប់ទុកដាក់សម្រាមឲ្យបានល្អត្រឹមត្រូវដើម្បីសុខភាពអនាម័យនិងបរិស្ថានស្អាតជានិច្ច